បទពិសោធន៍ប្រឡងប្រវត្តិរបស់ខ្ញុំបាននិយាយល្អទី1ផ្ដោតទៅលើសម័យកាលខ្មែរចឹងសម័យកាលខ្មែរដែលយើងត្រូវមើលហ្នឹងគឺមានដូចជាអីគេខ្លះសម័យបារាំងសម័យសង្គមរាស្ត្រនិយមសម័យសាធារណរដ្ឋខ្មែរសម័យកម្ពុជាប្រជាធិបតេយ្យសម័យកម្ពុជាប្រជាមានិតរហូតដល់បច្ចុប្បន្នហ្នឹងព្រោះភាគច្រើនប្រឡងបាក់ឌុបចេញតែពីសម័យកាលខ្មែរទេហើយយើងត្រូវធ្វើអីជាមួយសម័យកាលទាំងអស់ហ្នឹងចឹងសម័យកាលទាំងអស់ហ្នឹងយើងត្រូវមើលទៅលើប្រមាណចំណុចនេះយើងត្រូវមើលទៅលើរយៈពេលរបស់សម័យកាលនីមួយៗចាប់ពីឆ្នាំណាដល់ឆ្នាំណាណាគេជាអ្នកដឹកនាំផលប្រយោជន៍របស់សម័យកាលហ្នឹងផលវិបាករបស់សម័យកាលហ្នឹងមូលហេតុដួលរលំជាមួយនឹងព្រឹត្តិការណ៍សំខាន់ៗក្នុងសម័យកាលហ្នឹងចូលដល់ចំណុចទី2មើលវិញ្ញាសាចាស់ចាស់សម្រាប់វិញ្ញាសាចាស់ចាស់ការឆ្នាំខ្ញុំហ្នឹងខ្ញុំប្រឡង2022ចឹងខ្ញុំមើលពីឆ្នាំ2014ដល់ឆ្នាំ2022ប៉ុន្តែមកដល់សម័យកាលរបស់សិស្សបងប្អូនទាំងអស់គ្នាហ្នឹងត្រូវមើលពីឆ្នាំ2014រហូតដល់ឆ្នាំ2024ចឹងវារៀនច្រើនជាងរបស់ខ្ញុំហីចឹងដល់យើងទៅសេចម្លើយរបស់សំណួរនៃឆ្នាំនីមួយៗដាក់មកกระดาษហ្មងប៉ុន្តែយើងមាន note ដាក់ថាអូអានេះឆ្នាំ2014ប្រហែល5សំណួរចម្លើយរបស់5ហ្នឹង2015ប្រហែលសំណួរដាក់តគ្នាអញ្ចឹង2014 5សំណួរ2015 5សំណួរអញ្ចឹងណាសិតតែចម្លើយសុទ្ធមកกระดาษហ្នឹងចូលទៅដល់ចំណុចទី3សរសេរសំណួរដែលគ្នាគិតថាចេញដាក់กระดาษមួយបើន័យថាសេសំណួរដែលគ្នាគិតថាចេញអូសំណួរចេញសេដាក់ចូលនិយាយទៅមកกระดาษហ្នឹងសុទ្ធតែជាសំណួរដែលយើងគិតថាវាអាចនឹងចេញចឹងយើងទៅសេអស់មកអស់ចិត្តឲ្យអស់ចង់ថាយើងគិតថាអូប៉ុណ្ណឹងគឺគ្រប់គ្រាន់ហើយអត់មានសំណួរណាដែលអាចចេញទេដាក់មកกระดาษតោះមកចាំយើងទៅស្វែងរកចម្លើយរបស់សំណួរហ្នឹងដាក់មកกระดาษផ្សេងទៀតយើងអាចដើរកាន់មើលសំណួរកាន់មើលចម្លើយទៅសេដាក់กระดาษគឺយើងមានភាគរយមើលច្រើនជាងដាក់ក្នុងទូរស័ព្ទហ្នឹងអ្នកនរចឹង3ចំណុចនេះហើយដែលធ្វើឲ្យខ្ញុំពេលប្រឡងបាក់ឌុបហ្នឹងមាន3សំណួរដែលខ្ញុំមើលមកគឺចំហ្មងមិនថាខ្ញុំមើលសំណួរហ្នឹងខំមើលសំណួរហ្នឹងចេញអាសំណួរហ្នឹងមែន3សំណួរ2សំណួរទៀតខ្ញុំមើលដែរប៉ុន្តែមើលអត់បាន focus ខ្លាំងណាស់ប៉ុន្តែក្នុងអីដែលខ្ញុំបានមើលនឹងដែរហើយពេលហ្នឹងខ្ញុំទទួលបាននិទេស B ទៅលើមុខជាប្រវត្តិហ្នឹងស្ដាប់ទៅវាអាចនឹងរៀងស្មុគស្មាញតិចសម្រាប់អ្នកនរគ្នាប៉ុន្តែបើអ្នកនរគ្នាមានឆន្ទៈមានគោលដៅច្បាស់លាស់ហើយចឹងខ្ញុំជឿជាក់ថាអ្នកនរគ្នាប្រកាសជាអាចធ្វើបានអ្នកនរគ្នាអាចធ្វើបាន